អ្នកទាំងអស់គ្នាមិនខ្ញុំសាប់វាទៅខ្ញុំផ្លេចខ្ញុំផ្លេច record video ចឹងទៅមិនខ្ញុំសាប់បាន2នាក់ហើយថ្ងៃនេះខ្ញុំសាប់ទៅឃើញថាតើអ្នកដែលចាប់អារម្មណ៍អ្នកទាំងអស់គ្នានឹងអត្តចរិតនិងរូបរាងផុសគេបែបម៉េចអីចឹងណាតាមអីដែលយើងមើលនៅក្នុងកាតអញ្ចឹងណាចឹងតាក់ទងជាមួយនឹងមនុស្សដែលចូលចិត្តអ្នកទាំងអស់គ្នាឬក៏ចាប់អារម្មណ៍អ្នកទាំងអស់គ្នាខ្ញុំមើលឃើញថាវាបាន Three of Swords reverse ហើយនឹង Three of Pentacles អ្នកទាំងអស់គ្នា Three of Swords reverse នឹងមានន័យថាមនុស្សម្នាក់ហ្នឹងគាត់ធ្លាប់ទទួលការឈឺចាប់ពីមុនមកហើយតែគាត់បានជាសះស្បើយពីការឈឺចាប់ហ្នឹងហើយគាត់ be ready ណាគាត់ត្រៀមខ្លួនដូចជាស្រេចនៅក្នុងការទទួលយកស្នេហាថ្មីណាគេពេញចិត្តអ្នកទាំងអស់គ្នាអញ្ចឹងគេទទួលយកស្នេហាថ្មីហើយគេមានបំណងថាគេអាចនឹងមិនឲ្យអ្នកថ្មីនឹងឈឺចាប់ដូចគេឬក៏មានអារម្មណ៍ដូចគេដូចពេលដែលគេធ្លាប់មានស្នេហាកន្លងមកឯអ្នកទាំងអស់គ្នាអាហ្នឹងអារម្មណ៍ដែលគេគិតមកលើអ្នកទាំងអស់គ្នាហើយគេចង់ឲ្យអ្នកទាំងអស់គ្នាមានអារម្មណ៍បែបមិនអញ្ចឹងអាហ្នឹងតើតូនជាមួយនឹង Three of Swords reverse ទេអ្នកទាំងអស់គ្នាហើយបន្ទាប់មកតើអត្តចរិតគេបែបណាអ្នកទាំងអស់គ្នានៅពេលដែលខ្ញុំឃើញហ្នឹងគឺ Three of Pentacles អ្នកទាំងអស់គ្នា Three of Pentacles ហ្នឹងអ្នកទាំងអស់គ្នាអាចមើលឃើញបានវានេះថាមនុស្ស work ជា work as a team ធ្វើការជាក្រុមអញ្ចឹងអ្នកទាំងអស់គ្នាអាចកំណត់សម្គាល់បានទេថាតើអ្នកដែលចាប់អារម្មណ៍អ្នកទាំងអស់គ្នាហ្នឹងគាត់ជាមនុស្សជួយយកអាសាអ្នកដទៃអត់គាត់ជាមនុស្សដែលសុភាពឬក៏គាត់ហ៊ានចលើមអីដែរប៉ុន្តែរបៀបនេះថាចលើមគួរឲ្យខ្នាញ់គួរឲ្យស្រឡាញ់តែគាត់ចេះជួយយកអាសាយើងយកអាសាអ្នកចង់វិញខ្លួនហើយគាត់របៀបថាអត់ខ្ជិលច្រអូសអត់អីអ្នកទាំងអស់គ្នាមើលទៅតាមចរិតដែលខ្ញុំមើលនៅក្នុងកាតហ្នឹងគឺអញ្ចឹងអ្នកទាំងអស់គ្នាងាយស្រួលសង្កេតទេថាអ្នកដែលចូលចិត្តអ្នកទាំងអស់គ្នាឬក៏អ្នកដែលប្រាប់អ្នកទាំងអស់គ្នាហើយតែគេពេញចិត្តអ្នកទាំងអស់គ្នាហ្នឹងអ្នកទាំងអស់គ្នាអាចមើលតាមនិស័យរបស់គេបានអញ្ចឹងណាអ្នកទាំងអស់គ្នាអញ្ចឹងបន្ទាប់មកតើគេមានបំណងឬក៏គេគិតបែបម៉េចទៅលើអ្នកទាំងអស់គ្នាអញ្ចឹងណា You got Knight of Wands អ្នកទាំងអស់គ្នា Knight of Wands អូល្អខ្លាំងមែនទែនអ្នកទាំងអស់គ្នា Wands ហ្នឹងខ្ញុំធ្លាប់និយាយពីវីដេអូមុនហើយខ្ញុំសង្កេតមើលឲ្យតែការតាក់ទងជាមួយនឹង Wands ហ្នឹងមានន័យថាដូចជានៅដូចស្រុកគេឬក៏អ្នកដែលមិនមែននៅក្នុងប្រទេសយើងឬក៏អ្នកហ្នឹងនៅជាជនជាតិដូចយើងប៉ុន្តែគេរស់នៅស្រុកក្រៅឬក៏អីអញ្ចឹងអ្នកទាំងអស់គ្នាអញ្ចឹងមើលទៅមនុស្សម្នាក់ហ្នឹងអាចនឹងជាជនជាតិគេឬក៏បងបរោះណាដែលគាត់រស់នៅក្រៅប្រទេសអញ្ចឹងអ្នកទាំងអស់គ្នាហើយមើលទៅស្នេហាអ្នកទាំងអស់គ្នា more likely ហ្មងគឺតាក់ទងជាមួយនឹង long distance relationship បើសិនជាអ្នកទាំងអស់គ្នាសម្រាប់ចិត្តឋាននឹងសាបគប់បរោះម្នាក់ហ្នឹងអញ្ចឹងណាមើលទៅបរោះម្នាក់ហ្នឹងគឺជាបរោះដែលបរិបូរពេញលេញទាំងរូបរាងទាំងទ្រព្យសម្បត្តិទាំងចំណេះដឹងទាំងចរិយាសម្បត្តិអ្នកទាំងអស់គ្នាគឺល្អខ្លាំងមែនទែនហ្មងតាមមើលកាត់ហ្នឹងហើយគាត់ជាមនុស្សដែលអ្នកទាំងអស់គ្នាដែលយកអាសាអ្នកដតីអ្នកទាំងអស់គ្នាហើយជាមនុស្សដែលធ្លាប់មានបទពិសោធន៍មិនថាបទពិសោធន៍ជីវិតមិនថាបទពិសោធន៍ស្នេហាមិនថាបទពិសោធន៍ការងារបទពិសោធន៍អ្វីគ្រប់យ៉ាងហ្មងគឺគាត់បានឲ្យឆ្លងអស់ឲ្យអ្នកទាំងអស់គ្នាអញ្ចឹងមានន័យថាគាត់ ready ហើយនៅក្នុងការមើលថែអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលរូបនេះបាននេះគឺគាត់ពិសេសហើយគាត់តម្រង់ប្រយុទ្ធទៅហូគេហៅថាខំប្រឹងទៅរកមនុស្សដែលយើងស្រឡាញ់មានន័យថាគាត់ខំពុះពីគ្រប់បែបយ៉ាងដើម្បីឲ្យបានរស់នៅជាមួយយើងអញ្ចឹងអ្នកទាំងអស់គ្នាហើយមើលទៅរូបរាងអីគាត់ហ្នឹងពេលដែលមើលទៅក្នុងកាត Night of Wands ហ្នឹងគឺសង្ហាទៀតអ្នកទាំងអស់គ្នាមើលទៅមួនបរិបូរហើយក៏មិនចាស់ពេកដែរបន្ទាប់មកតើភិកច្រើនគេនឹងសួរថាតើម្នាក់ហ្នឹងចាប់អារម្មណ៍ខ្ញុំមែនតើឬក៏អត់ឬក៏គាត់មើលខ្ញុំដោយការលេងសើចអញ្ចឹងហើយភិកច្រើនសំណួរបងអូនសួរមកខ្ញុំគឺអញ្ចឹងហ្មងអញ្ចឹងខ្ញុំនឹងបើកមើលអ្នកទាំងអស់គ្នា you got 7 of cups អ្នកទាំងអស់គ្នាគឺមនុស្សម្នាក់ហ្នឹង ready ហើយគាត់ពេញចិត្តអ្នកទាំងអស់គ្នាខ្លាំងមែនទែនហ្មងអ្នកទាំងអស់គ្នាគាត់អត់ចង់ឲ្យអ្នកទាំងអស់គ្នាលំបាកអីចឹង Seven of Cups កាតនេះមានន័យថាចេះយោងមានជំរឿជាច្រើនដែលចូលមកក្នុងជីវិតយើងហើយគឺជាជំរឿដែលល្អប៉ុន្តែនៅក្នុងហ្នឹងអ្នកទាំងអស់គ្នាត្រូវគិតថាគាត់ល្អមែនគាត់មានអីដែលយើងចង់បានមែនប៉ុន្តែសួរថាអ្វីដែលអ្នកទាំងអស់គ្នាស្រឡាញ់ពេញចិត្តមួយចំណុចមួយដែលអ្នកទាំងអស់គ្នាចង់បានហ្នឹងតើបរិសម្នាក់ហ្នឹងអាចយកឲ្យអ្នកទាំងអស់គ្នាបានអត់អីចឹងអ្នកទាំងអស់គ្នាត្រូវសង្កេតរឿងហ្នឹងដែរឧទាហរណ៍ថាគាត់ជាមនុស្សដែលពូកែរលុយអីចឹងទៅប៉ុន្តែគាត់អត់មានពេលវេលាឲ្យអ្នកទាំងអស់គ្នាចឹងអ្នកទាំងអស់គ្នាអត់ satisfy ណាអ្នកទាំងអស់គ្នាអត់សូវសប្បាយចិត្តទេដោយសារតែគាត់មាន provide financial ឲ្យអ្នកទាំងអស់គ្នាប៉ុន្តែគាត់អត់សូវមានពេលវេលាផ្ទាល់ខ្លួនអ្នកទាំងអស់គ្នាទេសួរថាគាត់ជាមនុស្សល្អអត់គាត់ជាមនុស្សល្អអញ្ចឹងគេចង់ឲ្យអ្នកទាំងអស់គ្នាគិតថាអ្នកទាំងអស់គ្នាជួបមនុស្សល្អហើយតែមនុស្សល្អហ្នឹងគាត់គ្រប់ក្រៃធៀបថាគ្រប់ការចង់បានរបស់អ្នកទាំងអស់គ្នាឬនៅអញ្ចឹងណាអ្នកទាំងអស់គ្នាអញ្ចឹងការ4ហ្នឹងសម្រាប់អ្នកដែលគាត់ពេញចិត្តអ្នកទាំងអស់គ្នាមើលទៅមនុស្សនឹងគាត់ ready នៅក្នុងការស្អំបេះដូងឬក៏ក្នុងការមើលថែអ្នកទាំងអស់គ្នាហើយអញ្ចឹងតើតាក់ទងជាមួយនឹងការangel guardian angel card ហ្នឹងតើនឹងមានសារពិសេសអីពីខាង angel ដើម្បីឲ្យអ្នកទាំងអស់គ្នាអញ្ចឹងណាសម្រាប់ស្នេហាមួយហ្នឹងអូចូលហើយអូតាក់ទងជាមួយនឹង gratitude អ្នកទាំងអស់គ្នា gratitude ហ្នឹងគេថា thank you this is a heartfelt thanks to you from someone you recently helped in some way I your guardian angel also wish to thank you for unconditional love you emanate to the earth humanity and those around you thank you you are internally blessed may peace
grace and love forever guide you along your scarred path អ្នកទាំងអស់គ្នាការនេះមានន័យថាអញ្ចឹងគាត់ឲ្យយើងនឹងរៀន gratitude ន័យថារៀនសាទររៀនសប្បាយចិត្តនៅអ្វីដែលអ្នកជុំវិញខ្លួនផ្ដល់ឲ្យយើងនឹងរៀនសាទរនៅអ្វីដែលយើងផ្ដល់ឲ្យអ្នកជុំវិញខ្លួនអញ្ចឹងវាលីងជាមួយនឹងការអ្នកដែលចាប់អារម្មណ៍អ្នកទាំងអស់គ្នាដូចគ្នាអញ្ចឹងបើសិនជាក្នុងអំឡុងពេលហ្នឹងម្នាក់ប្រុសហ្នឹងគាត់ធ្វើទង្វើល្អឲ្យអ្នកទាំងអស់គ្នាដោយចេញពីចិត្តអីអញ្ចឹងគឺខាង Guardian Angel ចង់ថាឲ្យយើងហ្នឹងរៀនទទួលយកហើយរៀនអំណរសាទរនិងអរគុណនៅអ្វីដែលគេបានធ្វើចំពោះយើងអញ្ចឹងអ្នកទាំងអស់គ្នាអញ្ចឹងសារសម្រាប់ថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនអ្នកទាំងអស់គ្នាបាយបាយ